ឈប់ខ្វល់ពីវាខ្លះក៏បានដែរមិនបាច់ចាំទៅរែកពុនគ្រប់យ៉ាងដែលឆ្លងកាត់ចូលមកក្នុងជីវិតទេមិនបាច់ចាំស្ដាប់គ្រប់ពាក្យដែលអ្នកដទៃនិយាយមកកាន់យើងមិនបាច់ទៅខ្វល់រឿងអាក្រក់អត់ប្រយោជន៍ដែលវាមិនសំខាន់អ្វីក្នុងជីវិតដោះលែងឲ្យវាទៅខ្លះទៅហើយយើងនឹងមានក្តីសុខខ្លាំងជាងមុនគ្រប់យ៉ាងដែលកើតឡើងវាសិតតែមានហេតុផលរបស់វានៅពេលដែលរឿងរ៉ាវជាច្រើនមិនបានដូចចិត្តយើងតែងសួរថាហេតុអីបានជាយើងតែការពិតគឺវាគ្មានអ្វីដែលកើតឡើងដោយចៃដន្យគ្រប់ហេតុការណ៍ដែលឆ្លងកាត់ចូលមកក្នុងជីវិតសិតតែមានមេរៀនដែលលាក់ទុករឿងខ្លះចូលមកឲ្យយើងស្គាល់ពាក្យថាស៊ូទ្រាំរឿងខ្លះទៀតចូលមកឲ្យយើងស្គាល់ពាក្យថាដោះលែងនិងរឿងខ្លះទៀតចូលមកធ្វើឲ្យយើងខ្លាចជាមនុស្សដែលយល់ចិត្តអ្នកដទៃខ្លាំងជាងមុនបើសិនជាយើងមើលជីវិតដោយចិត្តបើកទូលាយសេចក្តីទុកនឹងខ្លាចជាគ្រូចំណែកកំហុសនឹងខ្លាចជាផ្លូវឲ្យដើរថ្មីដែលអាចនាំយើងទៅទីកន្លែងដែលឆ្ងាយជាងមុនមនុស្សជាច្រើននៅពេលចាប់ផ្ដើមមកស្ដាប់សំឡេងបេះដូងខ្លួនឯងពួកគេទើបនឹងបានដឹងថាវាលោតខុសចង្វាក់មកយូរហើយមនុស្សមួយចំនួនចាប់អារម្មណ៍តែពីសំឡេងបេះដូងគេខ្វល់តែអារម្មណ៍អ្នកដទៃពិតមែនត្រូវតាមចិត្តអ្នកដទៃរហូតដល់បាត់បង់ភាពជាខ្លួនឯងតែនៅពេលដល់ថ្ងៃងាកមកមើលបេះដូងខ្លួនឯងវិញម្ដងវាក៏លោតខុសចង្វាក់មកតាំងពីយូរទៅលោតតាមចង្វាក់បេះដូងអ្នកណាគេក៏មិនដឹងពេលខ្លាំងក៏យកចិត្តទុកដាក់នឹងចិត្តគេខ្លាំងពេករហូតដល់មិនខ្វល់ពីចង្វាក់បេះដូងខ្លួនឯងញយដងរហូតខ្លាយជាទម្លាប់យល់ពីអារម្មណ៍អ្នកដទៃរាប់មិនអស់តែចុងក្រោយបេះដូងខ្លួនឯងបែរជាត្រូវតិចតួមមានរឿងខ្លះនៅក្នុងពិភពលោកនេះដែលយើងមិនគួរទៅរវល់មួយនៅក្នុងនោះគឺរឿងអ្នកដទៃកុំទៅរិះគន់គេបើអ្នកមិនបានឈរនៅកន្លែងដែលគេកំពុងឈរកុំទៅកាត់ក្តីគេបើអ្នកមិនធ្លាប់ស្ពាយនៅអ្វីដែលគេកំពុងស្ពាយព្រោះតែពិភពលោកមួយនេះវាបានវិលជុំវិញការគិតរបស់យើងទេមនុស្សគ្រប់គ្នាតែងតែមានខ្សែផ្លូវជីវិតរបស់ខ្លួនឯងមែនហើយមនុស្សមួយចំនួនគេនឹងចូលចិត្តយើងតែក៏មានមួយចំនួនដែលស្អប់យើងវាជារឿងធម្មតានៃជីវិតកុំព្យាយាមទៅបំផ្លាញធម្មពលធ្វើឲ្យមនុស្សគ្រប់គ្នាយល់ចិត្តយើងព្រោះមនុស្សមួយចំនួនគេមិនត្រូវការយល់ពីយើងតាំងពីដំបូងរឿងខ្លាំងវាអាចជាងាយចំពោះជីវិតយើងតែវាអាចនឹងពិបាកបំផុតសម្រាប់ជីវិតគេក៏ថាបានកុំទៅសម្រេចចិត្តជំនួសគេថារឿងប៉ុណ្ណឹងអាចឆ្លងកាត់ទៅបានឬមិនបានទាំងដែលយើងមិនបានឈរនៅសមរភូមិតែមួយជាមួយគេយើងត្រូវរើសការមេត្តាជំនួសការកាត់ក្តីជ្រើសរើសនឹងយល់ជំនួសការយកឈ្នះធ្វើបានតែប៉ុណ្ណឹងពិភពលោកនេះនឹងគួរចង់រស់នៅជាងមុននៅក្នុងជីវិតអ្នកនឹងបានជួបមនុស្សពីរប្រភេទនេះប្រភេទទី1គឺជាមនុស្សនិយាយល្អចំពោះមុខតែក្រោយខ្នងគិតមិនល្អចំពោះយើងនិងប្រភេទទី2គឺជាមនុស្សអាចសម្ដីមិនផ្អែមតែស្មោះត្រង់នឹងយើងទាំងនឹងមុខនិងក្រោយខ្នងកុំលងជាមួយនឹងពាក្យសម្ដីដែលត្រចៀកបានឮឲ្យមើលទង្វើដែលភ្នែកបានឃើញនិងការពិតដែលចិត្តបានដឹងមនុស្សមួយចំនួនញញឹមដាក់យើងតែក្នុងចិត្តលួចច្រណែនមួយចំនួនស្ងៀមស្ងាត់ដាក់យើងតែលួចជួយស្ងាត់ពីចម្ងាយចាំទុកមនុស្សល្អចំពោះមុខអាចមានដល់ខ្ទួងរយតែមនុស្សស្មោះត្រង់នៅក្រោយខ្នងអាចមានត្រឹមតែមួយកុំខ្លាចមនុស្សមានគំនិតអាក្រក់ព្រោះតែមនុស្សប្រភេទហ្នឹងគេកំពុងតែចាញ់ចិត្តខ្លួនឯងហើយត្រូវថែរក្សាមនុស្សដែលមានគំនិតល្អចំពោះយើងដែលនៅចំពោះមុខនិងនៅក្រោយខ្នងព្រោះនឹងគឺជាមនុស្សដែលស័ក្តិសមឲ្យនៅក្នុងជីវិតយើងយូរបំផុតមនុស្សដែលមានភាពលំអៀងបន្ទោសអ្នកណាក៏បានព្រោះតែគេមិនបានមើលឃើញការពិតគេមើលឃើញត្រឹមតែចិត្តខ្លួនឯងមនុស្សដែលមានចិត្តលំអៀងតែងតែមើលឃើញកំហុសអ្នកដទៃច្បាស់តែបែរជាមើលមិនឃើញភាពលំអៀងនៅក្នុងចិត្តខ្លួនឯងការបន្ទោសមិនបានធ្វើឲ្យគេខុសវាគ្រាន់តែបង្ហាញឲ្យឃើញថាគេជ្រើសរើសកាត់ក្តីមុននឹងបានយល់នៅពេលដាក់ចុះភាពលំអៀងបានពេលណាគេនឹងបានដឹងថាការបន្ទោសអ្នកណាម្នាក់វាងាយជាងការស្មោះត្រង់ជាមួយនឹងចិត្តខ្លួនឯងបើឈឺចាប់ត្រូវតែឈឺឲ្យខ្លាំងបំផុតម្ដងរហូតបេះដូងវាចងចាំថាមិនគួរត្រឡប់ទៅកន្លែងនឹងម្ដងទៀតក្តីស្រឡាញ់ដែលធ្លាប់លះបង់ឲ្យគេកុំភ្លេចផ្ដល់វាឲ្យខ្លួនឯងផងភាពសោកសៅអាចនាំយើងទៅរកអតីតតែមានតែយើងម្នាក់គត់ដែលអាចទាញខ្លួនឯងឡើងមកវិញបានទទួលស្គាល់ការពិតហើយដាក់បញ្ចុះធ្នមចាប់ពីពេលនេះទៅត្រូវផ្ដោតទៅលើការស្រឡាញ់ខ្លួនឯងឲ្យខ្លាំងជាងមុនទ្វេដងគ្មាននរណាគេចាំនោះទេថាយើងធ្លាប់ធ្វើល្អខ្លាំងប៉ុណ្ណាមិនថាមិត្តភក្តិឬមួយមនុស្សស្គាល់គ្នាទោះបីជាយើងធ្លាប់ជួយគេពេលលំបាកដុនដាបរហូតដល់មិនសល់អ្នកណានៅពេលដែលយើងមិនអាចជួយគេបានដូចមុនយើងនឹងត្រូវបានគេបំភ្លេចប្រៀបដូចជាមនុស្សដែលមិនធ្លាប់មានអត្តសញ្ញាណមនុស្សក្នុងសង្គមក៏ដូចគ្នាយើងអាចធ្លាប់ជាមនុស្សដែលជួយការងារធ្លាប់ជ្រុំជ្រែងលើកដំកើងគេតែនៅពេលដែលយើងដួលម្ដងគ្មាននរណាគេចាំបាននោះទេថាយើងធ្លាប់ជាមនុស្សល្អពីមុនមកមនុស្សគ្រប់គ្នាតែងចងចាំនៅពេលដែលយើងមានកំហុសហើយក៏យកមកកាត់ក្តីពេញមួយជីវិតមិត្តមួយចំនួននឹងនៅជាមួយយើងពេលមានប្រយោជន៍តែនៅពេលដែលលែងមានហើយអំពើល្អដែលយើងបានធ្វើបាត់ទៅទាំងអស់កុំខូចចិត្តអីដែលគេមិនចងចាំព្រោះតែអំពើល្អមិនធ្លាប់ឲ្យនរណាម្នាក់មកដឹងឮឬមួយលើកដំកើងអំពើល្អដែលយើងបានធ្វើវាគឺជាភស្តុតាងដែលថាយើងធ្លាប់ល្អប៉ុណ្ណាបើទោះបីជាគ្មានអ្នកណាចាំក៏ដោយការពិតពេលខ្លាំងវាក៏ធ្ងន់ធ្ងរតែនៅល្អជាងបោកខ្លួនឯងបន្តមនុស្សដែលអស់ចិត្តនឹងធ្វើយើងឈឺម្ដងហើយម្ដងទៀតរហូតដល់យើងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃប្រៀបដូចជាយើងសុំកាកសំណងក្តីស្រឡាញ់ដែលមិនសេះសល់កុំអោនមុខឲ្យមនុស្សដែលមិនរើសយើង
បើគេអស់ចិត្តហើយទូនាទីរបស់យើងគឺការនាំខ្លួនឯងចេញមកឲ្យបានហើយចាប់ផ្ដើមស្រឡាញ់ខ្លួនឯងឲ្យខ្លាំងជាងមុន